nơiចំពោះមេតបអនុទានថាមិនខ្វល់ពីសម្ដីត្រាំឡើយរាជធានីបាងកកនៅក្នុងកិច្ចប្រជុំជាមួយមេតបនាថ្ងៃអង្គារទី23ធ្នូនាយករដ្ឋមន្ត្រីថៃចាំផ្ទះលោកអនុទានឆានវីរកុលបានបោះសម្ដីថាលោកមិនខ្វល់និងមិនព្រួយបារម្ភពីសម្ដីលោកដូណាល់ត្រាំឡើយដែលថាប្រទេសថៃជាអ្នកវាយប្រហារកម្ពុជាមុនការលើកឡើងយ៉ាងកក្លឿនបែបនេះស្របពេលក្រុមប្រឹក្សាសន្តិសុខជាតិថៃស្នើសុំសំណងសម្រាប់បុគ្គលិកយោធាដែលរងរបួសឬស្លាប់ក្នុងការប្រយុទ្ធគ្នាតាមព្រំដែនកម្ពុជាថៃក៏ដូចជាជំនួយសម្រាប់ជនស៊ីវិលនៅតំបន់ដែលរងផលប៉ះពាល់ដោយការប៉ះទង្គិចជាក់ស្ដែងនៅពេលសួរអំពីការអត្ថាធិប្បាយរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំដែលថាប្រទេសថៃបានចាប់ផ្ដើមសង្គ្រាមជាមួយនឹងប្រទេសកម្ពុជាលោកអនុទានបានបោះពាក្យសម្ដីថាការពិតត្រូវបានដឹងដោយមនុស្សគ្រប់គ្នាខ្ញុំមិនបារម្ភពីអ្វីទាំងអស់យើងត្រូវបានគេឈ្លានពាននិងវាយប្រហារអ្វីដែលយើងបានធ្វើគឺឆ្លើយតបដើម្បីការពារអធិបតេយ្យភាពរបស់យើងជាមួយគ្នានៅពេលអ្នកសារព័ត៌មានសួរបន្ថែមថាតើប្រទេសមួយចំនួនបង្ហាញភាពអព្យាក្រឹតប៉ុន្តែនៅទីបំផុតហាក់ដូចជានៅខាងកម្ពុជាលោកអនុទាននិយាយថាលោកមិនឃើញមានប្រទេសណាមួយចូលខាងណាទេព្រោះបញ្ហានេះនៅតែជាបញ្ហាទ្វេភាគីរវាងកម្ពុជាហើយនិងថៃលើសពីនេះលោកអនុទានបានសង្កត់ធ្ងន់ទៀតថាខ្ញុំមិនបានឃើញប្រទេសណាមួយនិយាយថាខ្លួនឈរជាមួយភាគីណាមួយឡើយគ្រប់ប្រទេសគឺអព្យាក្រឹតហើយខ្ញុំរីករាយដែលប្រទេសទាំងអស់មានអព្យាក្រឹតភាពនេះជាបញ្ហាដែលយើងត្រូវដោះស្រាយនិងបញ្ចប់រវាងប្រទេសយើងនិងភាគីម្ខាងទៀតចិនត្រៀមជួយបង្កើតលក្ខខណ្ឌនិងការផ្ដល់វេទិកាសម្រាប់ការសន្ទនាបទជប់បាញ់ភ្លាមៗបន្ទាន់បំផុតរាជធានីបាងកកក្រសួងការបរទេសចិនបានប្រកាសនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃអង្គារទី23ធ្នូនេះថាចាប់ពីថ្ងៃទី18រហូតដល់ថ្ងៃទី23ធ្នូលោកតេងស៊ីជុនបេសកជនពិសេសរបស់ក្រសួងការបរទេសចិនទទួលបន្ទុកកិច្ចការអាស៊ីបានធ្វើទស្សនកិច្ចនៅកម្ពុជានិងថៃហើយបានចូលរួមក្នុងការទូតរួមគ្នាលើការប៉ះទង្គិចតាមព្រំដែនថ្មីៗរវាងប្រទេសទាំងពីរបេសកជនពិសេសរូបនេះបានសង្កត់ធ្ងន់ថាអត្ថប្រយោជន៍ចម្បងសម្រាប់ប្រទេសថៃនិងកម្ពុជាគឺថាព្រមព្រៀងលើបទឈប់បាញ់និងបញ្ឈប់ការប្រយុទ្ធគ្នាឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបានបន្តការសន្ទនានិងដោះស្រាយជម្លោះព្រំដែនរបស់ពួកគេដោយសន្តិវិធីក្រសួងការបរទេសចិនបានឲ្យដឹងទៀតថានៅកម្ពុជាលោកតេងបានជួបជាមួយសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតលោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសប្រាក់សុខុនលោកឧបនាយករដ្ឋមន្ត្រីនិងជាមន្ត្រីក្រសួងការពារជាតិទាសីហានិងមេបញ្ជាការកងទ័ពជើងគោកលោកម៉ៅសុផាន់រីឯនៅប្រទេសថៃបេសកជនចិនបានជួបជាមួយនាយករដ្ឋមន្ត្រីថៃចាំផ្ទះលោកអនុទានឆានវីរកុលរដ្ឋមន្ត្រីក្រសួងការពារជាតិលោកណាត់ពលណផានិកមេបញ្ជាការកម្ពុជាលោកអូគ្រីតប៊ុនឆាណននិងលោកស្រីអៃសេរ៉េពីនថារុជីលេខាធិការអចិន្ត្រៃយ៍ក្រសួងការបរទេសថៃលោកតេងបាននិយាយថាប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពបច្ចុប្បន្នតាមព្រំដែនកម្ពុជាថៃហើយមានការសោកស្ដាយយ៉ាងខ្លាំងចំពោះអ្នកស្លាប់អ្នករបួសនិងការផ្លាស់ទីលំនៅដែលបង្កដោយចំនួននេះដែលរដ្ឋាភិបាលចិនចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រនេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសលោកបានសង្កត់ធ្ងន់ទៀតថាអត្ថប្រយោជន៍បន្ទាន់បំផុតគឺការសម្រេចបានបទឈប់បាញ់បន្ទាន់បញ្ឈប់ការប្រយុទ្ធនិងបន្តការសន្ទនាដើម្បីដោះស្រាយជម្លោះព្រំដែនតាមរយៈមធ្យោបាយសន្តិវិធីចិនគាំទ្រកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាននិងគាំទ្រទូនាទីដ៏សំខាន់របស់បេសកកម្មសង្កេតការណ៍អាស៊ានក្នុងការតាមដានបទឈប់បាញ់ប្រទេសចិនត្រៀមខ្លួនជាស្រេចម្ដងហើយម្ដងទៀតដើម្បីជួយបង្កើតលក្ខខណ្ឌនិងផ្ដល់វេទិកាសម្រាប់ការសន្ទនានិងការចរចារវាងភាគីទាំងពីរលោកតេងបានកត់សម្គាល់ថាចិនសង្ឃឹមថាប្រទេសកម្ពុជានិងថៃនឹងឈានទៅរកគ្នាទៅវិញទៅមកធ្វើការដើម្បីស្ដារទំនុកចិត្តគ្នាទៅវិញទៅមកនិងកសាងសន្តិភាពឡើងវិញ
តាមបណ្ដោយព្រំដែនទាំងប្រទេសកម្ពុជានិងថៃបានសម្ដែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ប្រទេសចិនក្នុងការលើកកម្ពស់សន្តិភាពនិងការចរចាតាមរបៀបដែលអាចទទួលយកបានសម្រាប់ភាគីទាំងអស់នេះបើយោងតាមក្រសួងការបរទេសចិនដដែលក្រសួងការបរទេសចិនបានបង្ហាញថាប្រទេសទាំងពីរបានបញ្ជាក់ជាថ្មីនូវការបដិញ្ញាចិត្តចំពោះសន្តិភាពនិងបានសម្ដែងក្តីសង្ឃឹមក្នុងការសម្រេចបាននូវបទច្បាញ់ប្រកបដោយចីរភាពនិងបាននិយាយថាពួកគេមានឆន្ទៈក្នុងការរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសចិនដើម្បីជួយបន្ធូរបន្ថយភាពតានតឹងនិងស្ដារសន្តិភាពនិងស្ថិរភាពនៅតាមតំបន់ព្រំដែនកម្ពុជាថៃឡើងវិញនៅពេលឆាប់ៗ